សួស្តីអ្នកទាំងអស់គ្នាវិលមកជួប admin សាជាថ្មីនៅក្នុងសាច់រឿងកំពូលចុងភៅស្វែងរកឃាតករដែលជាភាគទី4មុននឹងចូលមកដល់សាច់រឿង admin សំណូមពរអ្នកទាំងអស់គ្នាកុំភ្លេច subscribe like និងរូបកណ្ដឹងដល់ channel ថ្មីរបស់ admin នឹងម្នាក់មួយផងតោះឥឡូវនេះយើងចូលទៅដល់សាច់រឿងហ្នឹងតែម្ដងទៅនៅកន្លែងហ្នឹងផងដែរហ្នឹងគូសានហ្នឹងគឺគាត់បានបដិសេធគាត់មិនចូលព្រមថាធ្វើការជាមួយនឹង CC នោះទេដោយសារតែគាត់គិតថាបន្តិចទៀតហ្នឹងគាត់នឹងវិលត្រឡប់ទៅចូលសនវិញហើយអញ្ចឹងហើយហ្នឹងគឺគេមិនអាចធ្វើការជាមួយនឹង CC បានទេនិយាយរួចហើយហ្នឹងគេក៏បានត្រឡប់ទៅវិញប៉ុន្តែ CC ហ្នឹងគេក៏បានខត់ដោយគេហ្នឹងបានសួរថាបើសិនជាគូសានហ្នឹងចាក់ចេញពីកន្លែងហ្នឹងសួរថាគូសានហ្នឹងមានកន្លែងណាស្នាក់នៅទៅហើយគេហ្នឹងក៏បានប្រវល់គូសានហ្នឹងស្នាក់នៅមួយគេទៅគេនឹងផ្ដល់កន្លែងស្នាក់នៅឲ្យ free និងឲ្យអាហារញ៉ាំ free អីអញ្ចឹងទៅណាឲ្យតែគូសានហ្នឹងធ្វើការជាមួយគេមិនត្រឹមតែប៉ុណ្្នឹងទេ CC ហ្នឹងគេក៏ចាត់ទុកថាគូសានហ្នឹងគឺជាគ្រួសាររបស់គេនឹងផងដែរចំណែកគូសានហ្នឹងគេភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញ CC ហ្នឹងបានប្រាប់គេថាគេគឺជាគ្រួសាររបស់ CC ផងដែរជ្រុងហើយហ្នឹងគេក៏បានដោះខោអាវហ្នឹងឲ្យតែ CC ហ្នឹងបោកឲ្យគេនឹងតែម្ដងដោយគេបានប្រាប់ថាមុនហ្នឹង CC ប្រាប់ហើយថាគេហ្នឹងគឺជាគ្រួសាររបស់ CC ដូច្នេះ CC ហ្នឹងត្រូវតែបោកខោអាវឲ្យគេអញ្ចឹងហើយរីឯរឿងពាក់ព័ន្ធជាមួយនឹងការងារគឺគេហ្នឹងសំគិតមួយយប់សិនចំណែក CC ហ្នឹងគេក៏យល់ព្រមថានឹងបោកខោអាវឲ្យគូសាននឹងផងដែរលុះដល់យប់ឡើងគូសានហ្នឹងគេក៏បានគិតថាគេមិនគួរណាបញ្ញាប់ទៅរកសម័យចូលសនវិញនោះទេគឺគេនឹងនៅកន្លែងហ្នឹងដើម្បីស្វែងរកថាតើហេតុអ្វីបានជាគាត់ហ្នឹងបានមកដល់ក្នុងសម័យហ្នឹងអញ្ចឹងមិនត្រឹមតែប៉ុណ្ណឹងទេគេក៏បានយល់សពឃើញមេចាហ្នឹងកំពុងតែយំផងដែរហើយភ្លាមហ្នឹងសត្វតា CC ហ្នឹងក៏បានដាស់គេធ្វើឲ្យគេហ្នឹងភ្ញាក់កាត់ពីក្នុងយល់សពរបស់គេហ្នឹងតែម្ដងចំណែក CC ហ្នឹងគេក៏បានសួរថាតើគូសានហ្នឹងសម្រាប់ចិត្តហើយនៅថានឹងធ្វើការជាមួយនឹងគាត់ប៉ុន្តែគូសានហ្នឹងគាត់មិនទាន់ឆ្លើយចម្លើយជាមួយនឹង CC នោះទេគាត់ប្រាប់ថាគាត់សុំចេញទៅក្រៅសិននៅពេលដែលគាត់ត្រឡប់មកវិញចាំគាត់នឹងប្រាប់ចម្លើយតាមក្រោយរួចហើយហ្នឹងគាត់ក៏បានសួររកកៅអៅរបស់គាត់ចំណែក CC ហ្នឹងគាត់ក៏បានប្រាប់ថាកៅអៅរបស់គូសានហ្នឹងគឺនៅសើមនៅឡើយទេមិនទាន់ស្ងួតទេដោយសារតែគាត់ទៅតែគក់យុគមិញដល់ពេលចឹងទៅ CC ហ្នឹងគេក៏យកព្រមថានឹងជូនគូសានហ្នឹងទៅទិញកៅអៅថ្មីឲ្យគាត់នឹងតែម្ដងហ្មងទៅនៅពេលទៅដល់ហាងទិញកៅអៅអ្នកលក់ហ្នឹងគេក៏បានគិតថាគូសានជាមួយនឹង CC ហ្នឹងគឺជាប្តីប្រពន្ធរបស់គេចំណែក CC ហ្នឹងគេក៏បានប្រាប់ដែរថាគេហ្នឹងមិនមែនជាប្តីប្រពន្ធជាមួយគ្នានោះទេប៉ុន្តែអ្នកលក់គេមិនជឿទេអ្នកទាំងអស់គ្នាឥឡូវនេះគូសានហ្នឹងគេក៏បានតែផ្លាស់សម្លៀកបំពាក់ហ្នឹងឯអ្នកទាំងអស់គ្នានៅពេលដែលចេញមកវិញគឺថាសង្ហាខ្លាំងមែនតែនចំណែកអ្នកលក់ហ្នឹងគេក៏បានប្រាប់ថាបើសិនជាគូសានហ្នឹងកាត់សក់ថែមបន្តិចទៀតចឹងនៅពេលនោះគូសានហ្នឹងរត់តែសង្ហាតែម្ដងបន្ទាប់មក CC ហ្នឹងគេក៏បានជូនគូសានហ្នឹងមកកាត់សក់នៅឯក្នុងហាងមួយនៅពេលដែលកាត់សក់រួចហើយហ្នឹងគឺឃើញថាគូសានហ្នឹងសង្ហាខ្លាំងមែនតែនធ្វើឲ្យ CC ហ្នឹងគាត់មើលទៅកាន់គូសានហ្នឹងឡើងភ្លឹកតែម្ដងហ្មងកំឡុងពេលហ្នឹងផងដែរហ្នឹងសត្វតាគូសានហ្នឹងក៏បានឃើញមេចាងហើយគាត់ហ្នឹងក៏បានរត់ដេញតាមមេចាងអញ្ចឹងទៅចំណែកមេចាងហ្នឹងគឺគាត់មិនចង់ជួបជាមួយនឹងគូសាននោះទេគេក៏បានរត់ឡើងឡានរបស់គេហ្នឹងទៅបាត់ទៅអញ្ចឹងហើយធ្វើឲ្យ CC ហ្នឹងគេអន់ចិត្តជាមួយនឹងគូសានខ្លាំងមែនទែនដោយគេបាននិយាយថាគេខំចំណាយលុយដើម្បីទិញសម្លៀកបំពាក់ឲ្យទៅកាន់គូសានហ្នឹងអស់ច្រើនខ្លាំងណាប៉ុន្តែមិនគួរណាគូសានហ្នឹងរត់ទៅតាមមនុស្សស្រីដោយទុកឲ្យគាត់ហ្នឹងនៅតែម្នាក់ឯងបែបហ្នឹងអញ្ចឹងទេហើយភ្លាមហ្នឹងគូសានហ្នឹងគេក៏បានតបទៅវិញថាដោយសារតែគេហ្នឹងឃើញថាមានមនុស្សស្រីម្នាក់មានមុខមាត់ដូចជាមនុស្សដែលគេបានស្គាល់នៅសម័យចូលសនទើបបានជាគេហ្នឹងរត់ដេញតាមមនុស្សស្រីម្នាក់ហ្នឹងឯងអញ្ចឹងទៅចំណែក CC ហ្នឹងគឺគេមិនជឿទេគេរត់តែខឹងចំពោះគូសានហ្នឹងខ្លាំងលើសដើមអញ្ចឹងហើយហ្នឹងគូសានហ្នឹងគេក៏បានសួរថាហេតុអីបានជា CC ហ្នឹងខឹងគេខ្លាំងម្ល៉េះចំណែក CC ហ្នឹងគេក៏បានតបទៅវិញថាចាប់ពីពេលនេះតទៅពួកគេទាំងពីរនាក់ហ្នឹងគឺមិនមែនជាគ្រួសារជាមួយនឹងគ្នាតទៅទៀតនោះទេគឺពួកគេហ្នឹងគ្រាន់តែជាដៃគូសហការអាជីវកម្មជាមួយគ្នាតែប៉ុណ្ណោះនិយាយរួចហើយហ្នឹង CC ហ្នឹងគេក៏បានសួរបញ្ជាក់ថាតើឥឡូវហ្នឹងគូសានហ្នឹងយកព្រមធ្វើការជាមួយនឹងគាត់អត់ចំណែកគូសានហ្នឹងគេក៏បានតបទៅវិញថាមិនក៏ CC ហ្នឹងមិនចេះអត់ធ្មត់អញ្ចឹងខែងគាត់ហ្នឹងបានប្រាប់ហេតុតើអីថានៅពេលដែលគាត់ហ្នឹងត្រឡប់ទៅដល់ផ្ទះវិញទៅគាត់ហ្នឹងផ្ដោតចម្លើយតាមក្រោយចុះមិនក៏សួរគាត់ម្ដងហើយម្ដងទៀតអញ្ចឹងនិយាយរួចហើយហ្នឹងគេក៏បានដើរត្រឡប់ទៅវិញរីឯ CC ហ្នឹងគេក៏បានទៅតាមគូសានហ្នឹងនៅពីក្រោយផងដែរហើយយើងក្រៅមើលហេយកនៅនេះវិញម្ដងនេះដោយសារតែថ្ងៃហ្នឹងគេបានណាត់គ្នាជាមួយនឹងមេចាងដើម្បីឲ្យមេចាងហ្នឹងមកប្រមូលអាហារនៅក្នុងហាងរបស់គេប៉ុន្តែបែរជាមេចាងហ្នឹងមកខកការណាត់របស់គេហ្នឹងទៅវិញនៅពេលដែលមេចាងបានមកដល់
ស្រាប់តែហ៊ីយុកហ្នឹងគេក៏បានដេញឲ្យមេចាងហ្នឹងត្រឡប់ទៅវិញដោយសារតែមេចាងហ្នឹងគឺមកខកការណាត់របស់គេហ្នឹងអស់រយៈពេល1ម៉ោងជាងហើយអញ្ចឹងឥឡូវហ្នឹងគឺគេដល់ពេលដែលត្រូវចំអិនអាហារថ្ងៃត្រង់ដើម្បីលក់អីគឺគេអត់មានពេលអីត្រូវទៅចែកគ្នាជាមួយនឹងមេចាងនោះទេចំណែកមេចាងហ្នឹងគេក៏បានសម្របសម្រួលថាមិនអីទេនៅពេលណាដែលហ៊ីយុកហ្នឹងធ្វើអាហារថ្ងៃត្រង់របស់គាត់រួចរាល់អស់ហើយហ្នឹងចាំទៅចែកគ្នានៅពេលក្រោយហ្នឹងក៏បានដែរដើម្បីប៉ះប៉ូវឲ្យហ៊ីយុកវិញអញ្ចឹងទៅណារីឯពួកគេទាំងពីរនាក់នៅនេះវិញឥឡូវហ្នឹងគេក៏បានមកដល់ហាងរបស់គេវិញហើយបន្ទាប់មកហ្នឹងគ្រូសាន់ហ្នឹងគេក៏បានឃើញឡានមួយហ្នឹងចតនៅមុខហាងរបស់គេហើយគេហ្នឹងបំរុងថានឹងទៅដេញឡានហ្នឹងចេញឯហ្នឹងប៉ុន្តែស៊ីស៊ីហ្នឹងគេក៏បានខាត់ថាមិនបាច់ចាំដេញឡានហ្នឹងចេញទេឲ្យឡានហ្នឹងចតនៅហ្នឹងក៏ចតទៅដោយសារតែថ្ងៃហ្នឹងគឺគេមិនបានបើកលក់អាហារនោះទេប៉ុន្តែគ្រូសាន់ហ្នឹងគាត់មិនព្រមទេដោយសារតែគាត់ហ្នឹងបានគិតថាគាត់បានដាក់ចិត្តដាក់កាយមកធ្វើចុងភៅបើកអាហារលក់នៅក្នុងហាងមួយហ្នឹងឯងអញ្ចឹងគាត់ត្រូវតែមើលថែហាងរបស់គាត់ហ្នឹងឲ្យបានល្អនិយាយរួចហើយហ្នឹងគេក៏បានទៅហៅម្ចាស់ឡានហ្នឹងឲ្យចេញមកក្រៅមកជួបគេបន្តិចមកប៉ុន្តែម្ចាស់ឡានហ្នឹងគេមិនចេញទេហើយម្ចាស់ឡានហ្នឹងគឺជាមេចាហ្នឹងហើយមេចាហ្នឹងនៅក្នុងបច្ចុប្បន្នហ្នឹងគាត់គឺមានឈ្មោះថាជុងមីសូអញ្ចឹងឯមានសុំហៅគាត់ថាជាមីសូឯណាហើយភ្លាមហ្នឹងមីសូហ្នឹងគេក៏បានគិតថាប្រហែលជាគ្រូសាស្ត្រហ្នឹងចាប់អារម្មណ៍មកលើគាត់ហើយបានជាដេញតាមគាត់រហូតមកដល់កន្លែងហ្នឹងបែបហ្នឹងអញ្ចឹងនិយាយរួចហើយហ្នឹងមីសូហ្នឹងគេក៏បានឲ្យតកង់ឡានរបស់គេហ្នឹងចេញទៅបាត់តែម្ដងគឺគេហ្នឹងមិនចោះទៅជួបជាមួយនឹងគ្រូសាស្ត្រនោះទេធ្វើឲ្យគ្រូសាស្ត្រហ្នឹងគេខឹងខ្លាំងណាស់គេបាននិយាយថាម្ចាស់ឡានមួយហ្នឹងប្រហែលជាអៀនគាត់ហើយបានជាមិនហ៊ានមកសុំទោសគាត់បែបហ្នឹងអញ្ចឹងឥឡូវហ្នឹងគេក៏បានមកទិញត្រីស្រស់ៗដើម្បីយកទៅធ្វើអាហារលក់នៅឯហាងរបស់គេបន្ទាប់មកហ្នឹងគេក៏បានមកទិញបន្លែពីលោកពូម្នាក់នេះមួយគឺថាបន្លែរបស់លោកពូម្នាក់ហ្នឹងល្អខ្លាំងមែនតើមីសូហ្នឹងគេក៏បានទិញទាំងអស់ហ្នឹងតែម្ដងនៅពេលដែលគេទិញរួចហើយហ្នឹងស្រាប់តែគ្រូសាហ្នឹងគេក៏បានកន្លែងទៅមើលលោកពូម្នាក់ហ្នឹងទៅអត់ឃើញលោកពូម្នាក់ហ្នឹងទេហើយគេហ្នឹងឆ្ងល់ខ្លាំងមែនតើថាតើលោកពូម្នាក់ហ្នឹងបាត់ទៅណាទៅធ្វើឲ្យគេហ្នឹងក៏បានគិតថាលោកពូម្នាក់ហ្នឹងហើយគឺជាលោកពូម្នាក់ដែលបានទាយថាគាត់ហ្នឹងនឹងត្រូវមានគេសម្លាប់គាត់អីអញ្ចឹងទៅណាហើយភ្លាមហ្នឹងគាត់ក៏បានសួរលោកពូដែលជាម្ចាស់ហាងនៅកន្លែងហ្នឹងប៉ុន្តែលោកពូម្នាក់ហ្នឹងគេបានប្រាប់ថានៅកន្លែងហ្នឹងគឺអត់មាននរណាគេលក់អ្វីនៅកន្លែងហ្នឹងទេកន្លែងហ្នឹងទុកចោលតើនៅពេលដែលពួកគេហ្នឹងបានមកដល់ផ្ទះវិញគ្រូសាន់ហ្នឹងគេក៏បានចម្អិនអាហារដើម្បីលក់ជាមួយនឹងស៊ីស៊ីប៉ុន្តែដោយសារតែគេហ្នឹងលក់ថ្ងៃដំបូងអញ្ចឹងហើយហ្នឹងអត់មានភ្ញៀវចូលមកញ៉ាំអាហារនៅក្នុងហាងរបស់គេនោះទេស្រាប់តែគ្រូសាន់ហ្នឹងគេក៏បាននឹកឃើញថាគេនឹងយកនំសណ្តែកមួយចានដើម្បីយកទៅឲ្យភ្ញៀវនៅក្នុងហាងរបស់ហ៊ីយុកដើម្បីទាក់ទាញភ្ញៀវឲ្យមកញ៉ាំនៅក្នុងអាហាររបស់គេអញ្ចឹងទៅណាហើយចំពោះហាងរបស់ហ៊ីយុកនៅនេះវិញឥឡូវហ្នឹងគេក៏បានឲ្យមីសូរួមទាំងតារាល្បីៗផ្សេងទៀតមកញ៉ាំអាហាររបស់គេដើម្បី live ផ្ទាល់នឹងតែម្ដងអញ្ចឹងនៅពេលដែលមីសូគាត់ញ៉ាំអាហារហ្នឹងទៅក៏មានគេចូលមក comment ថាអាហារហ្នឹងទំនងឆ្ងាញ់អីចឹងទៅនៅថ្ងៃណាមួយគេនឹងមកញ៉ាំនៅក្នុងហាងហ្នឹងតែម្ដងនៅពេលដែលគេនឹងសរសើរចុះសរសើរឡើងទៅស្រាប់តែមីសូហ្នឹងញ៉ាំសាច់គោហ្នឹងទៅវារៀងធ្វើទុកពោះរបស់គាត់ធ្វើឲ្យគាត់ហ្នឹងដូចជាមិនចង់ញ៉ាំអាហារមុខហ្នឹងទេហើយធ្វើឲ្យអ្នកនៅក្នុង comment ហ្នឹងគេឆ្ងល់ខ្លាំងមែនតើតើហេតុអីបានជាមីសូហ្នឹងធ្វើមុខអីដូចជាមិនចង់ញ៉ាំបែបហ្នឹងអញ្ចឹងហើយភ្លាមហ្នឹងមីសូហ្នឹងគេក៏បានសុំហ៊ីយុកហ្នឹងបិទ live សិនទៅដោយសារតែឥឡូវហ្នឹងពោះរបស់គេហ្នឹងអត់សូវស្រួលទេប៉ុន្តែហ៊ីយុកហ្នឹងគេមិនព្រមទេគេបានប្រាប់ថា live អញ្ចឹងគឺបិទបានទេត្រូវតែឲ្យមីសូហ្នឹងព្យាយាមញ៉ាំអាហារហ្នឹងឲ្យអស់ទៅគ្រាន់តែនិយាយរួចហើយហ្នឹងធ្វើឲ្យមីសូហ្នឹងគេក៏បានចុកពោះទ្រាំអត់បានអញ្ចឹងហើយហ្នឹងគេក៏បានរត់គេចចេញពីក្នុងការ live ហ្នឹងតែម្ដងស្របពេលហ្នឹងផងដែរហ្នឹងគេក៏បានមកជួបជាមួយនឹងគ្រូសាន់ដែលគេកំពុងតែយកនំមកឲ្យភ្ញៀវនៅក្នុងហាងរបស់ហ៊ីយុកហ្នឹងប៉ុន្តែមីសូហ្នឹងគេមិនបានចាប់អារម្មណ៍ថាគ្រូសាន់គឺជាគ្រូសាន់ទេណាហើយគេហ្នឹងក៏បានប្រើឲ្យគ្រូសាន់ហ្នឹងជួយកាត់សក់ឲ្យគេបន្តិចនៅពេលដែលគេក្អួតរួចហើយហ្នឹងទៅគេបានដឹងថាអូម្នាក់ប្រុសហ្នឹងគឺជាគ្រូសាន់សោះចំណែកគ្រូសាន់ហ្នឹងគេក៏បានសួរថាតើមីសូហ្នឹងស្គាល់គេដែរមែនចំណែកគេវិញក៏ស្គាល់មីសូហ្នឹងដែរកំពុងតែជជែកគ្នាសក់ហ្នឹងស្រាប់តែហ៊ីយុកហ្នឹងគេក៏បានមកស្ដីឲ្យមីសូថាមីសូធ្វើបែបហ្នឹងគឺចង់បំផ្លាញមុខរបររបស់គេហើយកំឡុងពេលហ្នឹងស្រាប់តែគ្រូសាន់ហ្នឹងគេក៏បានចូលទៅខាត់ថាកុំឲ្យហ៊ីយុកហ្នឹងស្ដីឲ្យមនុស្សគេកំពុងតែឈឺបែបហ្នឹងអញ្ចឹងអីគឺវាមិនល្អទេហើយយើងក៏លេបមើលស៊ីស៊ីនៅនេះវិញម្ដងនេះឥឡូវហ្នឹងក៏មានភ្ញៀវម្នាក់ចូលមកញ៉ាំនៅក្នុងភោជនីយដ្ឋានរបស់គេហ្នឹងប៉ុន្តែនៅពេលដែលគេហៅមើលគ្រូសាន់ទៅអត់មានគ្រូសាន់ទេបន្ទាប់មកហ្នឹងគេក៏បានដើរទៅហៅគ្រូសាន់នៅឯហាងរបស់ហ៊ីយុកកំឡុងពេលហ្នឹងស៊ីស៊ីហ្នឹងគេក៏បានប្រាប់គ្រូសាន់ថាឲ្យគ្រូសាន់ត្រឡប់ទៅហាងវិញទៅឥឡូវហ្នឹងកំពុងតែមានភ្ញៀវនៅចាំគេនៅឯ
ហាងណោះឲ្យធ្វើឲ្យហ៊ីយុកហ្នឹងគេឆ្ងល់ខ្លាំងមែនទែនថាតើ CC ហ្នឹងគឺកំពុងតែបើកលក់អាហារដែរមែនចំណែក CC ហ្នឹងគាត់ក៏បានប្រាប់ទៅថាអូការពិតទៅគឺគាត់បើកលក់អាហារដែរគ្រាន់តែគាត់ហ្នឹងរវល់ខ្លាំងពេកទើបមិនបានប្រាប់ឲ្យហ៊ីយុកបានដឹងតែប៉ុណ្ណឹងរួចហើយហ្នឹងគាត់ក៏បានដេញឲ្យគូសាហ្នឹងទៅមើលនៅឯហាងរបស់គេទៅទុកឲ្យគេហ្នឹងនៅជជែកគ្នាជាមួយនឹងហ៊ីយុកបន្ទាប់មកហ៊ីយុកហ្នឹងគេក៏បានសួរថាហេតុអីបានជា CC ហ្នឹងឲ្យមនុស្សដូចជាគូសាហ្នឹងមកនៅក្នុងសង្កាត់របស់គេបែបហ្នឹងអញ្ចឹងចំណែក CC ហ្នឹងគេក៏បានតបទៅវិញថាដោយសារតែគូសាហ្នឹងគឺជាអ្នកមានគុណអ្នកម៉ាក់របស់គេដូច្នេះហើយទើបបានជាគេហ្នឹងព្រមឲ្យគូសានៅផ្ទះជាមួយគេដើម្បីធ្វើអាហារលក់ជាមួយគ្នាអញ្ចឹងទៅហើយនឹងធ្វើឲ្យហ៊ីយុកហ្នឹងគេខឹងជាមួយនឹង CC ខ្លាំងណាស់ដោយសារតែគេហ្នឹងបានគិតថា CC ហ្នឹងមិនបើកហាងលក់អាហារនៅកន្លែងហ្នឹងតទៅទៀតនោះទេប៉ុន្តែឥឡូវហ្នឹងបែរជា CC ហ្នឹងបើកហាងលក់អាហារបែបហ្នឹងទៅវិញធ្វើឲ្យគេហ្នឹងខកចិត្តជាមួយនឹង CC ខ្លាំងណាស់នៅពេលដែលហ៊ីយុកហ្នឹងគាត់បានចូលមកក្នុងហាងរបស់គាត់វិញហ្នឹងគេក៏បានយកអាហារមកមុខទៀតដើម្បីឲ្យគេញ៉ាំអាហាររបស់គេចំណែកពួកគេទាំងអស់គ្នាហ្នឹងគេក៏បានគិតថាអាហារមួយហ្នឹងគឺឈ្ងុយដូចជាត្រីអាំងគេខំតែសរសើរថាអាហារហ្នឹងឆ្ងាញ់អីចឹងទៅណាប៉ុន្តែការពិតទៅក្លិនត្រីអាំងហ្នឹងគឺជាក្លិនត្រីដែលរបស់គូសាន់គាត់អាំងនៅខាងក្រៅនោះទេហើយឥឡូវហ្នឹងអតិថិជនជាច្រើនគេក៏បានមកចោមរោមញ៉ាំអាហារនៅក្នុងហាងរបស់គូសាន់នឹងផងដែរបន្ទាប់មកហ្នឹងគេក៏បានឃើញហ៊ីយុកហ្នឹងកំពុងតែឈរមើលគេសាច់រឿងមួយហ្នឹងគឺស្លេះត្រឹមហ្នឹងឯណាជាចុងក្រោយហ្នឹងadmin សំណូមពរអ្នកទាំងអស់គ្នាកុំភ្លេច subscribe like និងរូបកណ្ដឹងដល់ channel ថ្មីរបស់ admin ម្នាក់មួយផងអរគុណបាយបាយ